ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ទស្សនាមកកាន់ Channel Two Brother សង្ខេបរឿងថ្ងៃនេះផងដែរខ្ញុំបាទសូមលើកយករឿងមួយដែលមានចំណងជើងថា La Madre មកសង្ខេបជូនបងប្អូនស្ដាប់ដែលសាច់រឿងមួយនេះគឺនិយាយអំពីស្ត្រីមេម៉ាយកូនពីរម្នាក់ដែលគាត់ត្រូវតាមប្រមាញ់ក្រុមដែលចាប់ចម្រិតកូនស្រីពៅរបស់គាត់ហើយចង់ដឹងថាដំណើរសាច់រឿងល្អមើលយ៉ាងណានោះសូមចូលរួមទស្សនាជាមួយខ្ញុំទាំងអស់គ្នាសាច់រឿងត្រូវបានចាប់ផ្ដើមឡើងដោយបង្ហាញពីស្ត្រីមេម៉ាយកូនពីរម្នាក់ដែលគាត់មានឈ្មោះថា Martha គាត់គឺជាអ្នកជំនួញដ៏ជោគជ័យម្នាក់ដែលគាត់មានហាងជាច្រើននៅក្នុងប្រទេសមេស៊ីកូនៅពេលដែល Martha កំពុងតែនិយាយជាមួយនឹងកូនស្រីច្បងរបស់គាត់ដែលមានឈ្មោះថា Rachel គាត់ក៏សង្កេតឃើញក្មេងប្រុសម្នាក់ដែលព្យាយាមលួចរបស់ពីក្នុងហាងរបស់គាត់ Martha ក៏បានទៅនិយាយជាមួយនឹងក្មេងប្រុសម្នាក់នោះដោយឲ្យក្មេងប្រុសម្នាក់ហ្នឹងប្រគល់នៅរបស់ដែលគេបានលួចមុននេះឲ្យទៅកាន់គាត់វិញហើយគាត់ក៏បានឲ្យក្មេងប្រុសម្នាក់ហ្នឹងរួចខ្លួនទៅដោយមិនធ្វើការរាយការណ៍ទៅកាន់ប៉ូលីសអីនោះទេ Rachel ក៏បានសួរម្ដាយថាម៉េចបានជាគាត់នឹងមិនប្តឹងប៉ូលីសអញ្ចឹងហើយ Martha គាត់ក៏បានថាដោយសារតែគាត់អាណិតក្មេងប្រុសម្នាក់ហ្នឹងបន្តិចក្រោយមកកូនស្រីពៅរបស់គាត់ដែលមានឈ្មោះថា Eva ក៏បានសុំការអនុញ្ញាតពីគាត់ដើម្បីទៅធ្វើកិច្ចការសាលានៅឯផ្ទះមិត្តភ័ក្តិរបស់នាង Martha គាត់ក៏បានយល់ព្រមជាមួយនឹងកូនប៉ុន្តែគាត់ក៏បានប្រាប់ Eva ថាកុំយប់ពេកត្រូវឆាប់មកផ្ទះវិញRachel ដែលជាកូនបងហ្នឹងក៏បានប្រាប់ទៅកាន់ Martha ដែលជាម្ដាយថាមួយរយៈនេះគឺមានព័ត៌មានពាក់ព័ន្ធនឹងការចាប់ចម្រិតមនុស្សកើនឡើងច្រើនមែនទែនអញ្ចឹងហើយគេមិនចង់ឲ្យម្ដាយហ្នឹងចេះតែអនុញ្ញាតឲ្យ Eva ចេញទៅក្រៅអញ្ចឹងទេប៉ុន្តែម្ដាយក៏តបវិញថាមិនអីទេ Eva នាងគ្រាន់តែចេញទៅធ្វើកិច្ចការសាលាជាមួយនឹងមិត្តភ័ក្តិរបស់នាងតែប៉ុណ្ណោះបន្ទាប់មកនៅពេលដែល Martha គាត់ទៅផ្ទះបាយគាត់ក៏បានឃើញថាកូនត្រីចិញ្ចឹមរបស់ Eva ហ្នឹងក៏បានស្លាប់បាត់ទៅហើយវាក៏បានរំលឹកគាត់ទៅកាន់អតីតកាលដែលឪពុករបស់គាត់គឺតែងតែបង្ខំឲ្យ Martha កាន់អាវុធតាំងពីតូចបន្ទាប់មកសាច់រឿងក៏បានកាត់មកខាង Eva វិញពេលនេះនាងក៏បានជួបជាមួយនឹងមិត្តរួមថ្នាក់របស់នាងដែលមានឈ្មោះថា Bianca ហើយតាមពិតទៅ Eva មិនបានទៅធ្វើកិច្ចការសាលាអីនោះទេគឺនាងមកកន្លែងផឹកស៊ីរំរែកជាមួយនឹង Bianca សោះ Bianca ក៏បានឲ្យ Eva នឹងផឹកស្រាដំបូង Eva នាងមិនចង់ទេតែចុងក្រោយក៏ត្រូវផឹកដដែល Eva មិនដឹងទេថាកន្លែងនេះគឺមានពួកជើងកាំងជនជាតិមេស៊ីកូជាច្រើននៅទីហ្នឹងប្រហែលជា1ម៉ោងក្រោយមកពួកជើងកាំងទាំងអស់ហ្នឹងក៏ចាប់ផ្ដើមមានកម្រងក្នុងការចាប់ចម្រិត Eva ហើយសមាជិកក្រុមជើងកាំងនឹងម្នាក់ក៏បាននាំ Eva ទៅក្នុងបន្ទប់ទៅ2នាក់ Eva នាងក៏ចាប់ផ្ដើមមានអារម្មណ៍មិនស្រួលហើយក៏ចង់ចាក់ចេញពីកន្លែងហ្នឹងប៉ុន្តែបុរសម្នាក់ហ្នឹងក៏បានវាយនាងឲ្យស្លាប់បាត់ទៅ Rachel ដោយសារតែមិនទាន់ឃើញប្អូនមកផ្ទះវិញអញ្ចឹងនាងក៏បានតាក់ទងទៅកាន់មិត្តភ័ក្តិរបស់ Eva ជាច្រើនដងប៉ុន្តែមិនទទួលបានការឆ្លើយតបតតែសោះស្រាប់តែបន្តិចក្រោយមកក៏មានលេខចម្លែកខលមក Martha ហើយអ្នកដែលខលមកហ្នឹងគឺជាមេរបស់ពួកដែលបានចាប់ចម្រិត Eva នឹងឯងវាក៏បានណាត់ Martha ឲ្យទៅជួបនៅកន្លែងអាហារដ្ឋានមួយកន្លែងដើម្បីធ្វើការដោះដូរ Martha ក៏បានអង្គុយចាំដោយមានលុយមួយកាបូបនៅជាមួយផងដែរបន្តិចក្រោយមកមេក្រុមចាប់ចម្រិតនោះក៏បានដើរមកអង្គុយបែរខ្នងជាមួយនឹង Martha ហើយគេមានឈ្មោះថា El Chacal ក៏បាននិយាយថាគេនឹងដោះលែង Eva ឲ្យមានសេរីភាពប្រសិនបើ Martha ព្រមធ្វើតាមសំណើរបស់គេហើយ Martha គាត់ក៏បានប្រគល់នៅចំនួនលុយដែល El Chacal ចង់បានព្រោះថាអ្វីដែលសំខាន់បំផុតសម្រាប់គាត់ពេលនេះគឺជាសុវត្ថិភាពកូនស្រីរបស់គាត់នឹងឯង El Chacal រាប់លុយហើយគេក៏បានវាយអាយកូមប្រាប់កូនចៅហើយកូនចៅក៏បានបង្ហាញនៅវត្តមានរបស់ Eva ឲ្យ Martha បានឃើញប៉ុន្តែពួកហ្នឹងគឺមិនបានដោះលែង Eva នោះទេ Martha ក៏បានចង់សុំឲ្យអ្នកធ្វើការនៅទីនោះជួយប៉ុន្តែគ្មាននរណាអើពើនោះទេ El Chacal ក៏បានប្រាប់ Martha ថាដឹងមិនទេសុកគេក៏ស្រាប់តែចង់បានលុយហ្នឹងកូននឹងពីរបន្ថែមទៀតទើបគេព្រមដោះលែង Eva Martha ក៏បានឆ្លើយទៅវិញថាគាត់គ្មានសល់លុយនៅនឹងខ្លួននោះទេ El Chacal ក៏នៅតែទាមទារលុយបន្ថែមហើយ Martha ពេលហ្នឹងគាត់ក៏បានសម្គាល់ទៅលើអាវដែល El Chacal ពាក់ដែលវាគឺជាអាវដែលលក់ចេញពីក្នុងហាងខោអាវរបស់គាត់ El Chacal ក៏បានទុកពេលឲ្យ Martha ចំនួន10ថ្ងៃក្នុងការរកលុយមកឲ្យគេប្រសិនបើចង់បាន Eva ទៅវិញហើយគេក៏បានប្រាប់ Martha ដែរថាកុំទៅប្តឹងប៉ូលីសឲ្យសោះ Martha នៅពេលដែលគាត់ត្រឡប់មកផ្ទះវិញគាត់ក៏មិនដឹងថាត្រូវធ្វើអ្វីមុននោះទេតែនៅពេលដែលគាត់គិតឡើងវិញបន្តិចពីអាវដែល El Chacal ពាក់គាត់ក៏បានទៅឆែកមើលកាមេរ៉ាសុវត្ថិភាពពីក្នុងហាងខោអាវរបស់គាត់ហើយគាត់ក៏បានឃើញថាអ្នកដែលទិញអាវឲ្យ El Chacal ហ្នឹងគឺជា Bianca ប៉ុន្តែ Martha គឺមិនស្គាល់ Bianca នោះទេ
ពេលហ្នឹងរ៉ាខលក៏បានចូលមកហើយសួរពីដំណឹងរបស់អ៊ីវ៉ាហើយម៉ាថាក៏បានប្រាប់ទៅថាពួកអ្នកចាប់ជំរិតហ្នឹងចង់បានលុយបន្ថែមហើយគាត់មានកម្រងថានឹងលក់ហាងរបស់គាត់ទាំងអស់ដើម្បីយកលុយទៅលក់អ៊ីវ៉ាមកវិញប៉ុន្តែរ៉ាខលក៏បារម្ភថាបើទោះបីជាយើងយកលុយទៅឲ្យពួកនឹងគ្រប់ចំនួនក៏ដោយក៏ពួកនឹងមិនដោះលែងអ៊ីវ៉ាមកវិញដែរព្រោះពួកនឹងនិយាយបាត់ដៃក្នុងដៃណាស់ម៉ាថាគាត់លឺអញ្ចឹងហើយគាត់ក៏បានទះកំភ្លៀងកូនស្រីមួយដៃតែគាត់ក៏បានអោបរ៉ាខលវិញហើយក៏បាននិយាយសុំទោសកូនរួចក៏ប្រាប់រ៉ាខលថាគាត់នឹងយកលុយទៅឲ្យពួកនោះហើយគាត់នឹងប្តឹងប៉ូលីសតាមក្រោយកាត់មកខាងអ៊ីវ៉ាឯនេះវិញពេលនេះនាងត្រូវបានដាក់ឲ្យនៅក្នុងបន្ទប់មួយជាមួយនឹងក្មេងស្រីម្នាក់ទៀតដែលនាងត្រូវបានជាប់នៅទីនេះអស់រយៈពេល5ខែមកហើយក្មេងស្រីម្នាក់ហ្នឹងក៏បានប្រាប់ទៅកាន់អ៊ីវ៉ាថាកុំសង្ឃឹមថានឹងបានចេញពីទីនេះអីទោះបីជាក្រុមគ្រួសាររបស់នាងយកលុយមកលុះនាងក៏ដោយក៏ពួកហ្នឹងមិនព្រមដោះលែងនាងដែរហើយមិនតែប៉ុណ្ណោះពួកហ្នឹងគឺនឹងចាក់បញ្ចូលថ្នាំញៀនចូលរាងកាយរបស់នាងថែមទៀតផងអ៊ីវ៉ានាងក៏បានយំដោយក្តីអស់សង្ឃឹមជាខ្លាំងថ្ងៃបន្ទាប់ម៉ាថាក៏បានអញ្ជើញប៉ូលីសស៊ើបអង្កេត2នាក់ឲ្យមកផ្ទះរបស់គាត់ហើយគាត់ក៏បាននិយាយពីរឿងរ៉ាវគ្រប់យ៉ាងប្រាប់ទៅកាន់ប៉ូលីសទាំង2នាក់នោះបន្ទាប់ពីស្ដាប់រឿងរ៉ាវគ្រប់យ៉ាងហើយប៉ូលីស2នាក់ហ្នឹងក៏បានឲ្យម៉ាថាស្ងប់ចិត្តសិនទៅពួកគេនឹងព្យាយាមជួយឲ្យអស់ពីសមត្ថភាពម៉ាថាគាត់ក៏រៀងខឹងនឹងប៉ូលីស2នាក់នឹងបន្តិចដែរដោយសារតែកូនស្រីរបស់គាត់កំពុងតែមានគ្រោះថ្នាក់ហើយឲ្យគាត់ស្ងប់ចិត្តមិនបានប៉ូលីសក៏បានតបទៅវិញថាមួយរយៈនេះគឺមានករណីក្មេងស្រីបាត់ខ្លួនជាច្រើនអ្នកមិនមែនមានតែអ៊ីវ៉ាមួយទេហើយពួកគេក៏ទទួលតាមស្វែងរកក្មេងស្រីទាំងនោះផងដែរអញ្ចឹងហើយតើតែម៉ាថាគាត់មានការអត់ធ្មត់បន្តិចប៉ូលីសម្នាក់ក៏បានដើរចេញដោយនៅសល់តែប៉ូលីសសង្ហាម្នាក់ដែលមានឈ្មោះថា David គេក៏បាននិយាយលួងចិត្តទៅកាន់ម៉ាថាថាគេសន្យានឹងជួយអ៊ីវ៉ាឲ្យតតែបានល្ងាចឡើងម៉ាថាក៏បានចំណាយពេលជាច្រើនម៉ោងក្នុងការស្វែងរក account របស់បាយអានកាហើយគាត់ក៏បានដឹងថាកន្លែងណាដែលបាយអានកាចូលចិត្តក្នុងការ check in ញឹកញាប់ផងដែរមិនបង្អង់យូរឡើយគាត់ក៏បានចេញទៅទីនោះតែម្ដងបាយអានកាឯនេះវិញតាមពិតទៅនាងគឺជាមិត្តស្រីរបស់ El Chacol ក៏បានឲ្យថ្នាំទៅកូនចៅដើម្បីយកទៅលក់ហើយនៅពេលហ្នឹងម៉ាថាក៏បានឃើញសកម្មភាពទាំងអស់ហ្នឹងផងដែរប្រហែលជា1ម៉ោងក្រោយមកក្មេងប្រុសដែលត្រូវបាន El Chacol ប្រើហ្នឹងក៏បានដូរទំនិញជាមួយនឹងភ្ញៀវហើយម៉ាថាក៏ឆ្លៀតឱកាសចាប់ក្មេងប្រុសម្នាក់ហ្នឹងដាក់ក្នុងឡានហើយក្មេងប្រុសម្នាក់ហ្នឹងគឺជាក្មេងប្រុសម្នាក់ដែលធ្លាប់បានលួចរបស់ពីក្នុងហាងរបស់ម៉ាថាកាលពីដើមរឿងនឹងឯងម៉ាថាក៏ព្យាយាមសួរក្រែងក្មេងប្រុសហ្នឹងបានដឹងដំណឹងខ្លះពីទីតាំងរបស់អ៊ីវ៉ាប៉ុន្តែក្មេងប្រុសម្នាក់ហ្នឹងគឺមិននិយាយអ្វីទាំងអស់ដោយសារតែគេខ្លាច El Chacol ហ្នឹងសម្លាប់គេម៉ាថាគាត់គឺជាមនុស្សដែលមានចិត្តធម៌ម្នាក់គាត់បានឲ្យនំទៅកាន់ក្មេងប្រុសម្នាក់ហ្នឹងហូបដោយសារតែគាត់ដឹងថាគេឃ្លានហើយគាត់ក៏បានឲ្យក្មេងប្រុសម្នាក់ហ្នឹងចេញទៅដោយមិនចង់ឲ្យគេហ្នឹងត្រូវមានគ្រោះថ្នាក់ដោយសារតែរឿងនេះទេប៉ុន្តែលើកនេះក្មេងប្រុសម្នាក់ហ្នឹងក៏បានបដូរចិត្តហើយក៏បានប្រាប់ពីទីតាំងដែលអ៊ីវ៉ាកំពុងតែនៅប្រាប់ទៅកាន់ម៉ាថាថ្ងៃស្អែកម៉ាថាលោកប៉ូលីស David ជាមួយនឹងក្រុមការងាររបស់គាត់ក៏បានចេញដំណើរទៅកាន់កន្លែងលាក់ខ្លួនរបស់ El Chacol តាមដែលក្មេងប្រុសម្នាក់នោះប្រាប់ពេលទៅដល់ពួកគេក៏បានរកឃើញថាមានក្មេងស្រីផ្សេងទៀតដែលត្រូវបាន El Chacol ចាប់យកមកទុកប៉ុន្តែអ៊ីវ៉ាគឺត្រូវបាន El Chacol យកនាងចេញទៅបាត់ហើយក្រុមប៉ូលីសក៏បានធ្វើការបាញ់បោះជាមួយនឹងកូនចៅរបស់ El Chacol ហើយក៏សម្លាប់ពួកនឹងបានដោយជោគជ័យនារីដែលជាជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យហើយ David ក៏បានមកនិយាយជាមួយនឹងម៉ាថាថាពេលនេះអ៊ីវ៉ាកាន់តែមានគ្រោះថ្នាក់ហើយអ៊ីវ៉ាឯនេះវិញក៏ត្រូវបាន El Chacol ចាប់នាងយកមកដាក់នៅកន្លែងរបស់គេផ្សេងមួយទៀតដែលមានសុទ្ធសឹងតែនារីរងគ្រោះដែលត្រូវបានក្រុមរបស់គេចាប់ចម្រិតយកមកកាត់មកខាងម៉ាថាវិញគាត់ក៏បានឲ្យរ៉ាខលកូនច្បងរបស់គាត់ចាក់ចេញពីផ្ទះទៅរកកន្លែងលាក់ខ្លួនមួយរយៈដោយសារតែគាត់ខ្លាចថាក្រុមរបស់ El Chacol នឹងមកចាប់នាងម្នាក់ទៀតបន្ទាប់មកក៏មានបរិសម្នាក់បានមកហាងរបស់ម៉ាថាក៏បានចេញមកអោបបរិសម្នាក់ហ្នឹងហើយបរិសម្នាក់ហ្នឹងតាមពិតទៅគឺជាមិត្តសម្លាញ់របស់ម៉ាថាគេបានយកកំភ្លើងមកឲ្យម៉ាថាជាច្រើនដើមហើយតាមពិតទៅម៉ាថាធ្លាប់ជាកូនស្រីមេម៉ាហ្វៀមួយរូបដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើទឹកដីមីស៊ីកូឪពុករបស់ម៉ាថាគាត់ចង់ឲ្យម៉ាថានឹងស្នងតំណែងរបស់គាត់ប៉ុន្តែម៉ាថាគាត់មិនចង់ដើរតាមគន្លងឪពុកនោះទេគាត់ចង់ធ្វើអ្វីដែលគាត់ស្រឡាញ់អញ្ចឹងហើយគាត់មិនដែលពាក់ព័ន្ធនឹងក្រុមម៉ាហ្វីអីនោះទេតាំងពីឪពុករបស់គាត់អនិច្ចកម្មទៅម៉ាថាគាត់ក៏បានងូតទឹករៀបចំខ្លួនហើយក៏បានតុបតែងខ្លួន
ដូចជាស្រីស្អាតដើម្បីបន្លំខ្លួនទៅកន្លែងរបស់ El Chacol ម៉ាថាគាត់ក៏បានធ្វើជាចូលទៅផឹកស៊ីនិងនៅចិត្តសមាជិកក្រុមរបស់ El Chacol ហើយពីមួយថ្ងៃទៅមួយថ្ងៃគាត់ក៏បានដឹងពីទីកន្លែងដែល El Chacol ធ្វើការដោះដូរទំនិញខុសច្បាប់ផងដែរម៉ាថាក៏បានរាយការណ៍ទៅកាន់ David ហើយក្រុមប៉ូលីសក៏បានចាប់ខ្លួនកូនចៅរបស់ El Chacol បានជាច្រើនអ្នកមុខចំនួនខុសច្បាប់របស់ El Chacol ក៏ចាប់ផ្ដើមរង្គោះរង្គើ El Chacol គឺមានកំហឹងជាខ្លាំងដោយសារតែគេត្រូវខាត់បងលុយនិងទំនិញអស់ជាច្រើនហើយគេថែមទាំងសម្លាប់កូនចៅគេម្នាក់ដើម្បីរំសាយកំហឹងថែមទៀតផងម៉ាថាគាត់ក៏នៅតែតបតែងខ្លួនជាស្រីស្អាតហើយក៏បានបញ្ច្រកស្រានិយាយលួងលោមទៅកាន់គ្នារបស់ El Chacol ម្នាក់ហើយក៏បានសួរដឹងពីទីតាំងដែលទុកក្មេងស្រីដែលត្រូវបានគេចាប់ចម្រិតម៉ាថាក៏បានបើកឡានទៅកន្លែងនោះដែលគាត់បានកាន់កំភ្លើងលុបចូលទៅខាងក្នុងគាត់ក៏ត្រូវបានកូនចៅម្នាក់របស់ El Chacol វេផងដែរប៉ុន្តែសំណាងល្អគាត់ក៏អាចយកឈ្នះវាបានវិញម៉ាថាក៏បន្តដើរចូលទៅខាងក្នុងទៀតហើយគាត់ក៏បានឃើញថាមានក្មេងស្រីរងគ្រោះជាច្រើនអ្នកនៅទីនោះផងដែរប៉ុន្តែមិនមានអ៊ីវ៉ានោះទេម៉ាថាក៏បានផ្ញើទីតាំងឲ្យទៅកាន់ David ហើយគាត់ក៏បានចុចបន្លឺសំឡេងស៊ីផ្លេឡានដើម្បីបង្វែរដានក្រុមកូនចៅរបស់ El Chacol បន្តិចក្រោយមក David និងក្រុមប៉ូលីសក៏បានសម្រុកចូលក្នុងកន្លែងរបស់ El Chacol ហើយក៏បានជួយសង្គ្រោះនារីរងគ្រោះបានជាច្រើនអ្នកនៅពេលដែលម៉ាថានាំក្មេងស្រីរងគ្រោះចេញមកខាងក្រៅអាមួយដែលវេគាត់មុនហ្នឹងក៏បានព្យួងកំភ្លើងដាក់គាត់ប៉ុន្តែជាសំណាងល្អ David ក៏បានមកជួយគាត់តាមពេលវេលា David ក៏បានអរគុណម៉ាថាក្នុងការសហការជាមួយនឹងក្រុមប៉ូលីសប៉ុន្តែគាត់ក៏ចូលរួមសោកស្ដាយផងដែរដែលម៉ាថាមិនទាន់អាចជួយសង្គ្រោះអ៊ីវ៉ាបាននៅឡើយ El Chacol កាន់តែមានកំហឹងជាងមុនទៅទៀតដោយសារតែលើកនេះមនុស្សស្រីដែលគេបានចាប់ចម្រិតហ្នឹងក៏ត្រូវបានជួយសង្គ្រោះទៀតគេក៏បានដឹងថាអ្នកដែលនៅពីក្រោយរឿងទាំងអស់នេះគឺជាម៉ាថាដោយសារតែក្មេងប្រុសម្នាក់នេះប្រាប់ El Chacol មនុស្សដេរឆាហ្នឹងក៏បានបាញ់សម្លាប់ក្មេងប្រុសម្នាក់ហ្នឹងដោយគ្មានក្តីមេត្តាបន្តិចសោះឡើយថ្ងៃបន្ទាប់គេក៏បានតាក់ទងមកកាន់ម៉ាថាដោយផ្ទាល់ដើម្បីជួបមុខគ្នាធ្វើការដោះដូរម្ដងទៀតម៉ាថាដឹងថា El Chacol ច្បាស់ជាមានកម្រពីក្រោយខ្នងប៉ុន្តែគាត់ក៏បានឆ្លើយយល់ព្រមផងដែរលើកនេះម៉ាថាគាត់ក៏បានប្រាប់ទៅកាន់ David ផងដែរមុននឹងគាត់ចេញទៅជួប El Chacol David ក៏បានដើរចេញហើយបន្តិចក្រោយមកក៏មានឡានមួយបានបើកមកហើយក៏ទម្លាក់អ៊ីវ៉ាចុះម៉ាថាក៏បានយកអ៊ីវ៉ាទៅសម្រាប់ព្យាបាលនៅមន្ទីរពេទ្យហើយម្ដាយកូនក៏បានជួបជុំគ្នាឡើងវិញជាថ្មីម្ដងទៀតម៉ាថាក៏បានអរគុណ David ក្នុងការជួយគាត់កន្លងមកនេះស្រាប់តែពេលហ្នឹងអ៊ីវ៉ាក៏ចាប់ផ្ដើមបែកពពុះមាត់ហើយក្រុមគ្រូពេទ្យក៏បានធ្វើការសង្គ្រោះបន្ទាន់ទៅកាន់នាងប៉ុន្តែជាអកុសលដោយសារតែ El Chacol បានចាក់បញ្ចូលថ្នាំញៀនលើសកម្រិតចូលក្នុងខ្លួនរបស់អ៊ីវ៉ាអញ្ចឹងហើយក្រុមគ្រូពេទ្យក៏មិនអាចជួយសង្គ្រោះអ៊ីវ៉ាបាននោះទេម៉ាថាគាត់គឺមានការឈឺចាប់ជាខ្លាំងដែលត្រូវបាត់បង់កូនស្រីបែបនេះប៉ុន្មានអាទិត្យក្រោយមក David ក៏បានមកសួរសុខទុក្ខម៉ាថាហើយគេក៏បាននិយាយឲ្យម៉ាថានឹងព្យាយាមកាត់ចិត្តព្រោះថាអ៊ីវ៉ានាងទៅបានសុខហើយបន្ទាប់មកសាច់រឿងក៏បានបង្ហាញថាម៉ាថាមើលទៅគាត់ក៏ដូចជាធ្វើចិត្តបានខ្លះហើយគាត់បានឆុងតែនៅផ្ទះបាយប៉ុន្តែនៅក្នុងផ្ទះបាយរបស់គាត់នឹងគឺមានមនុស្សស្រីម្នាក់ដែលគាត់បានចាប់មកហើយម្នាក់ហ្នឹងគឺជាបាយអានកាមិត្តស្រីរបស់ El Chacol បាយអានកាក៏បាននិយាយគំរាមថាមិត្តប្រុសរបស់នាងគឺជា El Chacol ហ្នឹងនឹងមកជួយនាងហើយសម្លាប់ម៉ាថាជាមិនខានម៉ាថាក៏បាននិយាយទៅវិញថាឲ្យហៅ El Chacol ហ្នឹងមកជួបគាត់ឥឡូវហ្នឹងមកតែបាយអានកាក៏មិនព្រមធ្វើតាមអញ្ចឹងហើយម៉ាថាក៏បានយកដង្កៀបដកក្រចកដៃរបស់នាងដែលធ្វើឲ្យនាងឈឺចុកចាប់ជាខ្លាំងចុងក្រោយបាយអានកាក៏ព្រមតាក់ទងទៅ El Chacol ដើម្បីឲ្យមកជួយនាងប៉ុន្តែ El Chacol បែរជាមិនខ្វល់ពីនាងហើយថែមទាំងប្រាប់ម៉ាថាថាចង់ធ្វើអីបាយអានកាក៏ធ្វើតាមចិត្តទៅគេមិនខ្វល់ទេថ្ងៃបន្ទាប់ម៉ាថាក៏បានដោះលែងបាយអានកាព្រោះថាគាត់មិនចង់សម្លាប់មនុស្សនោះទេបាយអានកាក៏បានមកដល់កន្លែងរបស់ El Chacol ហើយនាងគឺមានការខឹងជាខ្លាំងដែល El Chacol នឹងមិនខ្វល់ពីនាងបែបនេះហើយនាងក៏បាននិយាយបែបមើលស្រាលថា El Chacol នឹងប្រហែលជាខ្លាចម៉ាថាហើយដែលធ្វើឲ្យ El Chacol នឹងខឹងនឹងនាងជាខ្លាំងហើយចុងក្រោយទាំងពីរនាក់ក៏បានរួមមិត្តភាពជាមួយគ្នាលុះព្រឹកឡើងម៉ាថាក៏បានកាន់កំភ្លើងចូលក្នុងបន្ទប់របស់ El Chacol តែម្ដងហើយតាមពិតទៅទាំងអស់នេះគឺជាគម្រោងដែលបាយអានកាបានចូលរួមជាមួយនឹងម៉ាថាតែប៉ុណ្ណោះ El Chacol ក៏បានកាន់កាំបិតភ្ជង់បាយអានកាជាចំណាក់ខ្មាំងប៉ុន្តែបាយអានកាក៏បានប្រាប់ម៉ាថាថាកុំខ្វល់ពីនាងអីបាញ់សម្លាប់នាងជាមួយនឹង El Chacol ឲ្យស្លាប់ទាំងពីរនាក់ទៅនៅកន្លែងហ្នឹងកងកម្លាំងរបស់ David ក៏បានចូលមកចាប់ខ្លួនកូនចៅដែលនៅសេសសល់របស់ El Chacol ផងដែរ
El Chacol អាឡ័យតែភ្លេចខ្លួនក៏ធ្វើឲ្យបែកអង្ការនឹងអាចគេចចេញពីគេបានសម្រេចហើយម៉ាថាបំរុងនឹងសម្លេះ El Chacol ទៅហើយប៉ុន្តែ David ក៏បានចូលមកនិយាយឲ្យម៉ាថានឹងត្រជាក់ចិត្តដោយសារតែគាត់មិនចង់ឲ្យម៉ាថាត្រូវជាប់គុកដោយសារសម្លាប់មនុស្សនោះទេ David ព្យាយាមនិយាយបញ្ចូលម៉ាថាយ៉ាងយូរទម្រាំតែម៉ាថាសម្រេចចិត្តទម្លាក់កំភ្លើងចុះវិញប៉ុន្មានអាទិត្យក្រោយមកកូនស្រីច្បងរបស់ម៉ាថាគឺ Rachel នឹងក៏ត្រូវបន្តការសិក្សានៅសហរដ្ឋអាមេរិកដែលជាក្តីស្រមៃតាំងពីតូចរបស់នាងហើយមិនទាន់បានអីផងព័ត៌មានអំពីការហែកគុករបស់ El Chacol ក៏បានផ្សាយតាមកញ្ចក់ទូរទស្សន៍ហើយម៉ាថានិង Rachel គឺមានការហួចចិត្តជាខ្លាំងប៉ុន្តែម៉ាថាគាត់ក៏បានឲ្យ Rachel នឹងទៅរៀននៅសហរដ្ឋអាមេរិកឲ្យស្ងប់ចិត្តទៅគាត់អាចនៅម្នាក់ឯងបានមិនអីទេរួចយើងក៏បានឃើញគាត់បានឆុងតែឲ្យនរណាម្នាក់ហើយម្នាក់ហ្នឹងគឺជា El Chacol ម៉ាថាក៏បានផ្ដល់អាហារឲ្យទៅកាន់ El Chacol ថែមទៀតផង El Chacol គេក៏បានដកកំភ្លើងមកចង់សម្លាប់ម៉ាថាប៉ុន្តែមុននឹងសម្លាប់ម៉ាថាគេក៏បានសួរថាតើម៉ាថាហ្នឹងគឺជានរណាហើយម៉ាថាក៏បានប្រាប់ថាគាត់គឺជាកូនស្រីរបស់មេម៉ាហ្វៀដ៏ល្បីឈ្មោះម្នាក់រួចគាត់ក៏ឆ្លៀតឱកាសជះតែក្តៅហ្នឹងដាក់មុខ El Chacol ហើយ El Chacol ក៏ព្យាយាមរត់ចេញពីផ្ទះរបស់ម៉ាថាប៉ុន្តែម៉ាថាគាត់ក៏បានដេញតាមគេពីក្រោយផងដែរបន្ទាប់ពីដេញគ្នាអស់មួយសន្ទុះទៅម៉ាថាក៏បានតាមគេទាន់គាត់ក៏មានការស្ទាក់ស្ទើរក្នុងការសម្លាប់ El Chacol រហូតតតែ El Chacol តែងកំភ្លើងចេញពីដៃរបស់គាត់ហើយក៏រាលកៃបាញ់សម្លាប់ខ្លួនឯងបាត់ទៅចុងក្រោយយើងក៏បានឃើញថា David ក៏បានចុះមកកន្លែងកើតហេតុហើយតាមពិតទៅ David គឺមានចិត្តទៅលើម៉ាថាតាំងពីដំបូងមកម្លេះហើយសាច់រឿងក៏ត្រូវបានបញ្ចប់ត្រង់ចំណុចនឹងផងដែរសូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការតាមដានទស្សនាវីដេអូមួយនេះរហូតដល់ទីបញ្ចប់យើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាយបាយ